កិច្ចសន្យាខ្ចីប្រាក់ដែលលោកអ្នកឃើញក្នុងវីដេអូនេះជាគំរូកិច្ចសន្យាខ្ចីប្រាក់ក្នុងក្រុមគ្រួសារនិងជាលក្ខណៈឯកជនជាទូទៅប្រជាជនខ្មែរនិយមខ្ចីប្រាក់គ្នាទៅវិញទៅមកហើយមិនសូវធ្វើកិច្ចសន្យាទេជាពិសេសរវាងសមាជិកក្នុងក្រុមគ្រួសារនិងរវាងសាច់ញាតិទម្លាប់មួយនេះគួរតែផ្លាស់ប្ដូរហើយឲ្យតែពាក់ព័ន្ធនឹងប្រាក់គួរតែមានកិច្ចសន្យាដែលក្នុងកិច្ចសន្យាត្រូវតែសរសេរបញ្ជាក់ឲ្យបានច្បាស់លាស់ជាពិសេសអត្តសញ្ញាណរបស់ម្ចាស់ប្រាក់និងអ្នកមកខ្ចីប្រាក់ចំពោះអ្នកមានស្វាមីភរិយាការឲ្យកម្ចីទៅនរណាម្នាក់និងការទៅរកកម្ចីពីនរណាម្នាក់ស្វាមីនិងភរិយាគួរប្រាប់គ្នាទៅវិញទៅមកនិងចូលរួមជាមួយគ្នាដោយហេតុនេះហើយទើបក្នុងគំរូកិច្ចសន្យានេះមានព័ត៌មានទាំងនេះចំណែកឋានៈនិងទំនាក់ទំនងដូចជាបងប្អូនបង្កើតបងប្អូនជីដូនមួយបងថ្លៃប្អូនថ្លៃគួរតែបញ្ជាក់ដែរតែវាមិនតម្រូវដាច់ខាតទេបើសិនជាលោកអ្នកគិតថាមិនចាំបាច់សរសេរក៏ស្រេចតែចិត្តលោកអ្នកចុះមិនមានទោះខុសអ្វីទេព្រោះចំណុចដែលសំខាន់និងតម្រូវចាំបាច់គឺឈ្មោះរបស់អ្នកឲ្យខ្ចីនិងអ្នកមកខ្ចីថ្ងៃខែឆ្នាំឲ្យប្រាក់ទៅដល់ដៃអ្នកមកខ្ចីចំនួននិងត្រូវសរសេរឲ្យច្បាស់ហើយត្រូវសរសេរទាំងជាតួលេខនិងជាអក្សរដាច់ខាតតែម្ដងត្រង់កន្លែងហ្នឹងគឺត្រូវតែមានទាំងតួលេខនិងអក្សរចំណែកត្រង់កន្លែងបញ្ជាក់នេះរឹតតែសំខាន់ព្រោះក្នុងចំណុចនេះអាចពាក់ព័ន្ធនឹងច្បាប់ហេតុដូច្នេះទើបត្រូវសរសេរបញ្ជាក់ថាកម្ចីនេះមានការប្រាក់ឬគ្មានការប្រាក់បើមានការប្រាក់ប៉ុន្មានមួយទៀតគឺប្រាក់កម្ចីបានទៅដល់ដៃអ្នកខ្ចីយ៉ាងដូចម្ដេចជាក្រដាស់ប្រាក់ហុចដល់ដៃផ្ញើតាមធនាគារឬឲ្យខ្ចីជាវត្ថុដូចជាដុំមាសជាដើមចំណុចហ្នឹងលោកអ្នកត្រូវតែប្រុងប្រយ័ត្នទាំងអ្នកឲ្យគេខ្ចីនិងអ្នកមកខ្ចីគេមកដល់កាលបរិច្ឆេទសងប្រាក់គ្មាននរណាអាចកំណត់ថ្ងៃបានទេដូច្នេះទឹកខ្ញុំដាក់តែខែនិងឆ្នាំហើយរឿងខែនេះគឺត្រូវតែមានមិនអាចមានតែឆ្នាំហើយអត់កំណត់ខែទេធ្វើបែបនេះដើម្បីដាក់បន្ទុកឲ្យអ្នកមកខ្ចីឲ្យមានភាពស្មោះត្រង់ភាពច្បាស់លាស់និងស្មារតីទទួលខុសត្រូវមកដល់ចំណុចខាងក្រោមមានអ្នកខ្លះទាំងអ្នកឲ្យខ្ចីនិងអ្នកមកខ្ចីមិនចង់ឲ្យគេឯងដឹងឮច្រើនប៉ុន្តែខ្ញុំចង់ស្នើឲ្យលោកអ្នកគិតឡើងវិញត្រង់ចំណុចនេះកម្ចីរឿងប្រាក់គួរតែមានសាក្សីហើយសាក្សីមិនគួរមានតែម្នាក់នោះទេចាប់ពី3ឡើងទៅទើបល្អគ្រាន់តែថាបើសិនជាលោកអ្នកគិតថាមិនចាំបាច់មានសាក្សីអញ្ចឹងក៏តាមចិត្តចុះចាសម្រាប់វីដេអូមួយនេះមានតែប៉ុណ្្នឹងទេបើលោកអ្នកចង់បានអត្ថបទលោកអ្នកអាចចូលទៅចម្លងតាមរយៈតំណភ្ជាប់នៅក្នុង description របស់វីដេអូនេះហើយសូមមេត្តាកែសម្រួលនិងតម្រូវតាមការគួរសូមអរគុណជួបគ្នាវីដេអូក្រោយ